កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបទីតាំងហ្គេមអនឡាញខុសច្បាប់ក្នុងខណ្ឌចំការមនឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី24នាក់ភ្នំពេញកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះត្រួតពិនិត្យនៅអគារ Noden Hotel and Apartment ស្ថិតនៅផ្លូវលេខ41ភូមិ10សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញរកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់និងបានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន24នាក់ក្នុងនោះស្ត្រី6នាក់ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី1ខែមីនាឆ្នាំ2026ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងក្រោមការសម្របសម្រួលនីតិវិធីពីលោកសេងហៀងព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញគោលបំណងនៃការចុះបង្ក្រាបនេះដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះបើយោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបបច្ចុប្បន្នជនសង្ស័យទាំង24នាក់និងវត្ថុតាងរួមមានកុំព្យូទ័រយួរដៃ19គ្រឿងនិងទូរស័ព្ទចំនួន68គ្រឿងនិងលិខិតឆ្លងដែនចំនួន24ច្បាប់ត្រូវបានបញ្ជូនទៅកាន់ផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន